ស៊ីអីធម្មតាអញ្ចឹងទៅអត់មានប្រើថ្នាំប្រើអីបងប្អូនកុំគិតអញ្ចឹងពួកខ្ញុំធ្លាប់ឆ្លងកាត់ដែរគួរតែដាក់ជាប្រចាំថ្នាំមិនថាធម្មជាតិឬក៏វិទ្យាសាស្ត្រទេបងប្អូនក្នុងទឹកហ្នឹងជាចង់និយាយថាវាចាំបាច់ every time ហ្មងបងប្អូនណារាល់ថ្ងៃបាច់ខ្ញាច់គ្នាអស់ហើយបងប្អូនអើយហ្នឹងហើយនេះជាវង9គ្រាប់នៅក្នុងទ្រុងដែលខ្ញុំធ្លាប់ថតបង្ហាញបាទឥឡូវខ្ញុំបលែងអស់ហើយដែលខ្ញុំធ្លាប់និយាយថាទឹកក្រោយហ្នឹងគឺខ្ញុំតម្លាក់ចុះប៉ុន្តែអត់នេះបងប្អូនខ្ញុំតម្លាក់ចុះឲ្យហើយហ្មងដោយសារវាឆ្លេឆ្លាក្នុងទ្រុងខ្លាំងវាចង់ចេញក្រៅហើយទៅហ្នឹងហើយហើយសម្រាប់ការថតនេះបាទថតបានតែជាប់បានតែ3ក្បាលនេះទេដោយសារវាដើរបែកខ្ញែកគ្នាហើយវានៅក្លុកក្លៀតច្រើនពេកតែខ្ញុំនៅពិបាកថតប៉ុន្តែនេះបងប្អូនអើយចង់ថតអាមួយនេះបងប្អូនមើលខ្ញុំស្រឡាញ់ជាងគេទោះបីវាទឿមែនតែស្រឡាញ់ទេដោយសារបីវាដើរទៅបងប្អូនក៏ទុយគេឡើងបាសឆ្ងើតឡើងលើមើលទៅស្អាតគួរឲ្យស្រឡាញ់មួយហ្នឹងហើយសុខភាពល្អណាបងប្អូនមិនមានឈឺមានអីបញ្ហាទេបងប្អូនហ្នឹងហើយក៏ចង់និយាយផងដែរបាទសម្រាប់ខែនេះបងប្អូនគួរតែបងប្រចាំតិចទៅសម្រាប់មន់បាទពីព្រោះក្នុងខែ5ចូលទៅខែ6អីនេះបាទគឺមន់ភាគច្រើនជួបបញ្ហាជំងឺហើមភ្នែកណាបងប្អូនបើតាមការចំណាំកន្លងមករបស់ខ្ញុំបាទគឺមន់ភាគច្រើនបាទគឺកូនមន់ហើមភ្នែកក្នុងខែហ្នឹងបាទខែ5រហូតដល់ខែ6ចូលដល់ខែ7ខែ8ទៅដល់ខែ10អាហ្នឹងគឺអត់អីទេបាទធ្លាក់ចូលដល់ខែ11អាហ្នឹងទៅជាជំងឺម្ដងទៀតបាទជំងឺហ្នឹងគឺជាជំងឺធ្ងន់ធ្ងរហ្មងក្នុងខែ11បាទ11 12ខែ1ហ្នឹងបាទនឹងមន់ធ្ងន់ធ្ងរបើឈឺគឺពិបាកហ្មងជួនកាលអាចនឹងអស់អាលីងក៏មានដែរក្នុងខែខ្លាំងជាងគេបាទសម្រាប់ខែនេះវាអត់ស្អីជាបញ្ហាទេបងប្អូនវាគ្រាន់តែជួបដូចជាជំងឺហើមភ្នែកហើមអីនៅភាគច្រើនហ្មងដែលខ្ញុំធ្លាប់ជួបប្រទះមកបាទប៉ុន្តែបាទសម្រាប់ខ្ញុំបាទគឺអត់អីទេឥឡូវហ្នឹងបាទខ្ញុំគិតថាខ្ញុំឆ្លងកាត់ហើយអញ្ចឹងដល់ពេលខ្ញុំអាចដឹងខ្លះបាទហ្នឹងហើយសម្រាប់ការពារហើយសម្រាប់បងប្អូនបាទដែលមានកូនមន់តូចបាទខ្ញុំគិតថាគួរតែប្រើថ្នាំមិនថាយើងប្រើថ្នាំធម្មជាតិឬបែបវិទ្យាសាស្ត្រអីទេបងប្អូនណាគួរតែឲ្យវាផឹកឲ្យវាស៊ីនឹងជាប្រចាំការបាទបងប្អូនរហូតដល់មន់យើងលើសខែឡើងទៅអាហ្នឹងយើងអូខេយើងអាចប្រឈប់បានតែបើថាក្រោមអាយុ1ខែយើងឃើញកូនមន់យើងល្អអត់អីបាទយើងបដោយយើងអត់ដាក់ថ្នាំដាក់អីចង់និយាយថាអត់ការពារបងប្អូនហ្នឹងហើយលទ្ធផលនឹងជួបបញ្ហាហើយពីព្រោះកូនមន់ក្រោមអាយុ1ខែឬក៏1ខែលើសតិចតួចនេះបើថាវាប្រងឈឺគឺឈឺភ្លាមហ្មងបងប្អូនហើយបើឈឺវិញអត់មានអីទេហើមភ្នែកនឹងមុនគេភាគច្រើនបាទតបពីហើមភ្នែកហើយគឺចាប់ដើមផ្លូវដង្ហើមហើយតើបើខ្ញុំធ្លាប់ដឹងធ្លាប់ឃើញធ្លាប់ជួបណាបងប្អូនបាទអញ្ចឹងបងប្អូនគួរតែប្រុងប្រយ័ត្នទាំងអស់គ្នាទៅបាទកុំអាងថាកាលនៅក្នុងទ្រុងកូនមន់ល្អដាក់ទឹកដាក់ចំណីអីធម្មតាឲ្យផឹកស៊ីអីធម្មតាអញ្ចឹងទៅអត់មានប្រើថ្នាំប្រើអីបងប្អូនកុំគិតអញ្ចឹងពួកខ្ញុំធ្លាប់ឆ្លងកាត់ដែរគួរតែដាក់ជាប្រចាំថ្នាំមិនថាធម្មជាតិឬក៏វិទ្យាសាស្ត្រទេបងប្អូនក្នុងទឹកហ្នឹងជាចង់និយាយថាវាចាំបាច់ every time ហ្មងបងប្អូនណារាល់ថ្ងៃហ្មងបាទគ្រប់ពេលគ្រប់វេលាត្រូវតែឲ្យវាផឹកឲ្យវាស៊ីហើយបងប្អូនសម្រាប់វីដេអូហ្នឹងក៏មានតែប៉ុណ្្នឹងដែរបងប្អូនណាអត់ចង់ថតអីយូរដែរបាទហើយថតបានតែ3ក្បាលសំខាន់ណាហើយមើលអាធំនេះបាទវាចូលមួយខែដូចជា10ថ្ងៃ11 12ថ្ងៃបាទមួយខែ12ថ្ងៃចុះបាទខ្ញុំឲ្យលើសចុះដោយសារយើងដាក់យើងយកពីសបុកហ្នឹងគឺនៅថ្ងៃទី27ខែ3បងប្អូនឥឡូវចូលខែ5ហើយខែ5ថ្ងៃទី7ហើយបាទវាចូលមួយខែ11 12ថ្ងៃបាទឥឡូវប៉ុណ្ណេះហើយបងប្អូនអើយសុខភាពល្អណាស់អត់មានឈឺស្កាត់អីទេបងប្អូនអត់មានជួបជំងឺហើមភ្នែកហើមអីទេដោយសារហ្នឹងហើយវីដេអូហ្នឹងខ្ញុំនិយាយនេះដោយសារអ្នកជិតខាងរបស់ខ្ញុំអីតាមផ្ទះតាមមួយហ្នឹងឥឡូវភាគច្រើនខ្ញុំឃើញមានបញ្ហាហើមភ្នែកច្រើនណាកូនមកបាទណែបងប្អូនឥឡូវសុំស្លេះតែប៉ុណ្្នឹងបាទ